ខេសួស្តីទាំងអស់គ្នាតពីវីដេអូវគ្គមុនដែលខ្ញុំនិយាយថាខ្ញុំនឹងធ្វើការបញ្យល់ពីការបង្កើតកម្មវិធី YouTube Ninja Apply ដែលជាកម្មវិធីមួយដែលយើងប្រើដើម្បីបញ្ជាក់នៅពេលដែលយើងចង់ផ្ញើលុយតាមរយៈ App YouTube ហើយដើម្បីបង្កើតវាបានទាំងអស់គ្នាត្រូវត្រៀមព័ត៌មានធនាគាររបស់ខ្លួនឯងកាតក៏បានសភៅធនាគារក៏បានដើម្បីមើលលេខធនាគារហើយនឹងកាតស្នាក់នៅដែលមានសុពលភាពនិងលេខទូរស័ព្ទដែលបានចុះជាមួយនឹងធនាគារ YouTube ដំបូងហើយបើលេខដែលចុះឈ្មោះដំបូងមិនមែនជាលេខរបស់យើងទេគឺលេខក្រុមហ៊ុនឬក៏អីទាំងអស់គ្នាអាចទៅបដូរលេខទូរស័ព្ទដោយខ្លួនឯងបាននៅទូ ATM ដែលមើលតាមវីដេអូមួយទៀតដែលខ្ញុំនឹងដាក់ link នៅក្នុង description តោះអញ្ចឹងកុំឲ្យខាតពេលយើងទៅមើលពីរបៀបនៅក្នុងការបង្កើតកម្មវិធីនឹងទាំងអស់គ្នាបន្ទាប់ពី download ហើយចុចបើកវាមកហើយចុចសញ្ញាព្រួញទៅមុខរហូតបន្ទាប់មកចុចពាក្យ Torokusuru ហើយចុចគ្រីសយល់ព្រមទៅលើលក្ខខណ្ឌទាំងពីរហើយចុចពាក្យ Segie បន្ទាប់មកទៀតយើងយកអាខាងលើមក Koza Bango de Torokusuru ហើយយើងវាយព័ត៌មានបញ្ចូលហើយបន្ទាប់មកទៀតគេឲ្យយើងវាយលេខកូដកាត ATM របស់យើងលេខ4ខ្ទង់ហ្នឹងណាបន្ទាប់មកទៀតយើងចាប់ផ្ដើមបញ្ចូលព័ត៌មានធនាគារមានដូចជាលេខធនាគារឈ្មោះយើងហើយនិងថ្ងៃខែឆ្នាំកំណើតត្រង់ចំណុចឈ្មោះយើងសរសេរជាអក្សរកាតាកាណាដោយដែលបានចុះជាមួយនឹងធនាគារហើយហាមដកឃ្លាដាច់ខាតមានន័យថាសរសេរទាំងតកូលនិងឈ្មោះជាប់គ្នារួចចុចពាក្យ Segie ត្រង់ចំណុចនេះវាបញ្ចូលលេខកូដ4ខ្ទង់ដែលយើងប្រើដើម្បីដកដាក់លុយរាល់ដងរួចចុចពាក្យ Segie ត្រង់ចំណុចនេះចុចពាក្យ Segie ម្ដងទៀតត្រង់ចំណុចនេះសូមយកពាក្យថា Doisuru នៅខាងស្ដាំហើយចុចពាក្យ Segie មួយទៀតត្រង់ចំណុចនេះគេឲ្យយើងដាក់ស្នាឯកសារដើម្បីបញ្ជាក់សម័យខ្លួនមានដូចជាបានបើកបរ My Number ឬក៏កាតស្នាក់នៅ Zayu Kado អញ្ចឹងដែលងាយស្រួលជាងគេគឺយកពាក្យ Zayu Kado មកទី3ត្រង់ចំណុចនេះគេឲ្យយើងត្រៀមកាតស្នាក់នៅទី1វាយបញ្ចូលលេខនៅលើកាតស្នាក់នៅលេខដែលមាននៅខាងស្ដាំហើយការវាយបញ្ចូលគឺយើងមិនបញ្ចូលម្ដងទាំងអស់ទេគឺយើងបញ្ចូលដំបូង2អក្សរខាងមុខបន្ទាប់មកតួលេខដែលនៅកណ្ដាលហើយចុងក្រោយគឺ2អក្សរនៅខាងចុងតោះអញ្ចឹងបើត្រៀមរួចហើយយើងចុចពាក្យ Next មកហើយចាប់ផ្ដើមបញ្ចូលលេខទាំងអស់គ្នាបញ្ចូលគ្រប់អស់ហើយចុច OK មកគឺនឹងចេញលេខហ្នឹងឲ្យយើងផ្ទៀងផ្ទាត់ត្រូវហើយចុច Next មកដំណាក់កាលបន្ទាប់គឺ Scan ម្ដងដាក់កាត Scan នៅលើទូរស័ព្ទហើយការ Scan នេះគឺវាខុសគ្នាតាមប្រភេទទូរស័ព្ទខ្លះដាក់ពីលើទូរស័ព្ទខ្លះដាក់ពីក្រោមអញ្ចឹងណាត្រៀមរួចហើយចុចពាក្យ Start មកដើម្បី Scan ចុច Start ហើយគេនឹងបញ្ជាក់ប្រាប់យើងម្ដងទៀតថាការ Scan គឺធ្វើមិនដាក់កាតនៅលើទូរស័ព្ទគឺរយៈពេល15 second ចុច OK ហើយដាក់កាត Scan មកអញ្ចឹងអានេះវាកំពុងតែ Scan រងចាំទៅដល់វាលោតពាក្យថា Scan successful គឺ OK អញ្ចឹងការ scan របស់ខ្ញុំគឺជោគជ័យហើយយើងទៅដំណាក់កាលបន្តទៀតគឺថតខ្នងកាតម្ដងការ scan ខាងខ្នងកាតគឺងាយទេគ្រាន់តែចុចពាក្យ start scan នេះមកហើយចុច allow ដើម្បីអនុញ្ញាតមកហើយសេរីសុំរបស់គេហ្នឹងឲ្យស្មើជាមួយនឹងកាតអញ្ចឹងទៅវា scan auto ហើយអូខេចេញសញ្ញាគ្រីបែបនេះគឺមានថារួចរាល់ហើយបន្តមកទៀតគឺការថតមុខក៏ដូចគ្នាដាក់មុខរបស់យើងស្មើសុំដែលគេដាក់ឲ្យហើយដូចជាញាក់ភ្នែកញាក់មុខញាក់មាត់តាមសញ្ញាដែលគេប្រាប់ទៅគឺវានឹងចាប់ auto ទាំងអស់scan មករួចរាល់ចូលដល់ដំណាក់កាលបន្តទៀតគឺការផ្ទៀងផ្ទាត់លេខទូរស័ព្ទត្រង់ចំណុចនេះយើងចុចពាក្យថា Kakunin Kodo Hakosuru បន្ទាប់មកគេនឹងបញ្ជាក់យើងថាផ្ញើលេខកូដទៅលេខហ្នឹងត្រឹមត្រូវអត់បើត្រឹមត្រូវចុច OK មកត្រង់ចំណុចនេះបើកប្រអប់សារនៅក្នុងទូរស័ព្ទយើងមកហើយយកលេខកូដ5ខ្ទង់ដែលគេបានផ្ញើចូលលេខរបស់យើងយកមកបំពេញនៅក្នុងប្រអប់ខាងលើត្រង់ចំណុចនេះគេឲ្យយើងកំណត់លេខសម្ងាត់ហើយការកំណត់គឺយើងអាចរើសបានទី1គឺមុខងារ scan ទី2គឺការបញ្ចូលលេខកូដអញ្ចឹងខ្ញុំសូមយកពាក្យថាបញ្ចូលលេខកូដបន្ទាប់មកវាលេខកូដដែលយើងចង់កំណត់ទៅគឺ2ដងទី1ហើយទី2ដើម្បីបញ្ជាក់មានន័យថាលេខកូដទី1និងទី2ហ្នឹងគឺដូចគ្នាដាក់ឲ្យអស់ចុចពាក្យ Kanryo នៅលើខាងស្ដាំនេះមកចំណុចបន្ទាប់គឺជាចំណុចចុងក្រោយសូមចុចទៅលើខាងស្ដាំពាក្យថា Okonao ហើយចុចពាក្យថា Segie អញ្ចឹងការបង្កើតកម្មវិធីបញ្ជាក់របស់ YouTube មានតែប៉ុណ្្នឹងគឺយើងអាចប្រើប្រាស់វាដើម្បីផ្ញើលុយបានហើយអរគុណច្រើនសូមជម្រាបលា